ស្ត្រីនោះមានបទឧក្រិដ្ឋតែមួយគត់ដោយមើលទៅដូចជាតារាសម្ដែងល្បីឈ្មោះនៅថ្ងៃដំបូងរបស់នាងនៅកន្លែងធ្វើការអ្នកត្រួតពិនិត្យផ្នែកបានឃើញនាងរួចហើយថាជាបន្លានៅក្នុងភ្នែកប៉ុន្តែអ្វីដែលគ្មាននរណាម្នាក់ដឹងថានាងជានាយកប្រតិបត្តិយូរមកហើយព្រះអង្គសង្គ្រោះដែលបាត់បង់ពេលនោះជំនួយការរបស់គាត់អត្តសញ្ញាណដំណពូជដែលបានបញ្ជាក់បុរសនោះមិនស្ទាក់ស្ទើរទេគាត់បានដើរត្រង់ទៅត្រៀមខ្លួនរួចរាល់ដើម្បីបើកឡានទៅផ្ទះនាងផ្ទាល់ស្ត្រីរស់មានការភ័ន្តច្រឡំទាំងស្រុងតើគាត់មិននៅតែខឹងនឹងអ្វីដែលបានកើតឡើងទេលើកមុនបុរសនោះឈប់នៅពីមុខនាងឆ្មើងឆ្មៃប៉ុន្តែខ្មាស់អៀនយ៉ាងចម្លែកគាត់គ្រាន់តែនិយាយថាចូលមកនាងនិយាយទាំងឆ្កងបានបដិសេធដោយអះអាងថាមាននរណាម្នាក់រួចហើយលើកនាងឡើងមុខរបស់ Cement បានផ្លាស់ប្ដូរភ្លាមមួយជំហានម្ដងគាត់បានចុចនាងតើអ្នកមានមិត្តប្រុសទេស្ត្រីនោះទាញរូបថតចេញដោយស្ងប់ស្ងាត់មិត្តប្រុសគឺគ្រូបង្វឹកហាត់ប្រាណដែលមានសាច់ដុំបុរសនោះទំនុកចិត្តបានបែកខ្ញែកនៅនឹងកន្លែងគាត់ជាប់នឹងឡានរបស់គាត់បុកហ្គាសហើយបាត់ទៅ Heaven Plate របស់គាត់អ្នកបើកបរដែលគ្មានជំរឿអ្វីក្រៅពីដេញតាមដោយថ្មើរជើង Moment Slater ការជិះរបស់នាងមកដល់ហើយមិនមែនជាសាច់ដុំទេបុរសម្នាក់ប៉ុន្តែក្មេងស្រីម្នាក់នៅលើស្គូទ្រអគ្គិសនីតូចមួយរូបថតនោះពិតជាคล้ายម្ដាយរបស់នាងដែលបានកែសម្រួលរូបភាពនោះមួយថ្ងៃមុនខ្លាចកូនស្រីរបស់គាត់អាចត្រូវគេធ្វើបាបនៅថ្ងៃដំបូងរបស់នាងផែនការនេះបានដំណើរការបុរសនោះត្រូវបានគេបញ្ឆោតទាំងស្រុងទោះបីជាប្រហែលជាវានិយាយអំពីខ្មាស់អៀនដែលមិនមើលទៅឡើយត្រឡប់មកផ្ទះវិញស្ត្រីនោះបានរកឃើញម្ដាយរបស់នាងកាន់ទូទឹកកកដ៏ធំមួយមិនដែលចាប់តាំងពីកូនស្រីរបស់គាត់រងរបួសដៃជួយសង្គ្រោះបុរសម្នាក់នោះកាលពីប៉ុន្មានឆ្នាំមុនបទចម្រៀងតូរបស់នាងម្ដាយសម្រាលកូនធ្ងន់ជារួមស្ត្រីម្នាក់មានអារម្មណ៍ថាគ្មានអំណាចទោះជាយ៉ាងណាក៏ដោយម្ដាយរបស់នាងខឹងសម្បាយ៉ាងខ្លាំងប្រសិនបើនាងរកឃើញបុរសនោះនាងនឹងហែកគាត់ជាបំណែកស្ត្រីនោះបានយល់ព្រមនាងក៏មិនដែលអត់ទោសឲ្យគាត់ដែរថ្ងៃធ្វើការអ្នកត្រួតពិនិត្យដ៏ឆ្លៀសវៃកប់នាងនៅក្នុងកិច្ចការនៅពេលដែលមនុស្សគ្រប់គ្នាផ្សេងទៀតបានទៅផ្ទះហើយនាងនៅតែធ្វើការលើកម៉ោងតែម្នាក់ឯងបន្ទាប់មកអ្វីដែលអាក្រក់បំផុតក៏កើតឡើងនាងត្រូវបានគេប្រាប់ឲ្យដឹកប្រអប់ធ្ងន់ដូចជាកម្មករនាងស្ពីដៃប៉ុន្តែនាងបានបង្ខំខ្លួននាងដើម្បីបញ្ចប់ដូចដែលនាងចាប់បានដង្ហើមរបស់នាងអ្នកត្រួតពិនិត្យបានបញ្ជានាងបានពន្យល់ថាឲ្យនាងបដូរកែវទឹកដៃរបស់នាងរងរបួសប៉ុន្តែស្ត្រីនោះគ្រាន់តែចំអកឲ្យនាងមុខស្អាតណាស់នាងសាយចំអកគឺល្អសម្រាប់តែការតុបតែងប៉ុណ្ណោះស្ត្រីនោះលេបយកមោទនភាពរបស់នាងហើយព្យាយាមលើកក្អមប៉ុន្តែអ្នកត្រួតពិនិត្យបានយកឱកាសហើយទះនាងពេញមុខអ្វីដែលនាងមិនបានដឹងនោះគឺថាស្ត្រីម្នាក់នេះគឺជាស្នេហាដែលបាត់បង់ជាយូរមកហើយរបស់នាយកប្រតិបត្តិរួចរាល់ដើម្បីចាក់ចេញសូមកត់សម្គាល់ការិយាល័យភ្លើងនៅតែបើកគាត់បានឡើងមកជាន់លើមើលថាតើបុគ្គលិកណាដែលនៅតែធ្វើការទន្ទឹមនឹងនេះស្ត្រីនោះបានស្រែកដោយកំហឹងនាងបានមកទីនេះដើម្បីធ្វើការមិនមែនតែត្រូវទទួលការព្យាបាលដូចជាកម្មករដែរអ្នកគ្រប់គ្រងញឹមហើយគំរាមកំហែងថាមិនដឹងនាងចេញអ្វីដែលអាក្រក់ជាងនេះទៅទៀតនាងបានសន្យាថានឹងដាក់ក្នុងបញ្ជីខ្មៅនាងមកពីឧស្សាហកម្មទាំងមូលស្ត្រីនោះភ័យស្លន់ស្លោហើយព្យាយាមលើកទឹកម្ដងទៀតប៉ុន្តែដៃរបស់នាងរអិលហើយក៏ក៏ចិត្តអស់ដួលកម្លាំងខ្លាំងម្នាក់បានចាប់វាហើយទាញនាងឲ្យអប់យ៉ាងណែននាយកប្រតិបត្តិបានមកដល់ភ្នែករបស់គាត់កំពុងឆេះដោយកំហឹងគាត់បានស្ដីបន្ទោសអ្នកត្រួតពិនិត្យថាការងារនេះមិនគួរត្រូវបាននាងធ្វើឡើយអ្នកត្រួតពិនិត្យបានដឹងពីគ្រោះថ្នាក់ហើយរត់គេចខ្លួនយ៉ាងលឿនហ៊ីលវ៉ៃស្ជឿនាងដៃដែលរងរបួសបានរងរបួសដោយសារតែនាងបានជួយសង្គ្រោះគាត់ពេលនាងសួរអំពីរឿងនេះនាងនិយាយដោយកំហឹងថាវាជាខំឆ្កែឬដូច្នេះនោះគាត់បានលោតទៅសន្និដ្ឋាននាងមិនមែនជាមនុស្សដែលគាត់កំពុងស្វែងរកនោះទេមុខរបស់គាត់បានផ្លាស់ប្ដូរគាត់បានចាក់ចេញភ្លាមដោយមានជំងឺផ្ដាសាយមើលទៅប្រងើយកន្តើយប៉ុន្តែយើងដឹងការពិតនាងពិតជាម្នាក់ដែលគាត់ធ្លាប់ជាកំពុងរកមើលស្ត្រីនោះបានសម្លឹងមើលបុរសនោះមានការងឿងឆ្ងល់នឹងស្រឡាំងកាំងថ្ងៃបន្ទាប់នាងបានមកដល់កន្លែងធ្វើការដោយធម្មតានាងបានឃើញគាត់ពីចម្ងាយហើយស្វាគមន៍យ៉ាងកក់ក្ដៅគាត់មិនបានសូម្បីតែសម្លឹងមើលមកនាងក៏ដោយនាងឆ្ងល់ថាហេតុអ្វីរហូតដល់ជំនួយការពន្យល់បុរសនោះបានបាត់បង់ការស្ដាប់របស់គាត់ដោយសាររបួសហើយគាត់ភ្លេចឧបករណ៍ជំនួយការស្ដាប់របស់គាត់នៅថ្ងៃនោះដូច្នេះគាត់មិនដែលឮនាងទេសួស្ដីបន្ទាប់មកអ្នកត្រួតពិនិត្យដ៏មានល្បិចក៏បានហៅនាងចូលនាងលួចសរសើរសំណើដ៏ល្អឥតខ្ចោះប៉ុន្តែនាងបានបដិសេធមិនផ្ដល់ឱកាសឲ្យនាងភ្លឺចែងចាំងអ្នកត្រួតពិនិត្យបានចំអករយៈពេលប៉ុន្មានអ្នកចំណាយលើរឿងនេះមែនទេស្ត្រីនោះឆ្លើយនាងបានធ្វើការលើវារយៈពេល1ថ្ងៃនិង1ថ្ងៃយប់អ្នកត្រួតពិនិត្យបានចំអកនាងបាននិយាយថាជាធម្មតាក្រុមនឹងចំណាយពេលកន្លះខែនាងបានចាប់ប្រកាន់ស្ត្រីរូបនោះថាបានប្រមាថព្រះមហាក្សត្រក្រុមទាំងមូលបន្ទាប់មកនាងបានបដិសេធសំណើនេះចេញស្ត្រីនោះបានចាក់ចេញដោយមានការភ័ន្តច្រឡំនិងឈឺចាប់ផែនការដ៏ល្អឥតខ្ចោះរបស់នាងត្រូវបានបដិសេធគ្មានតម្លៃក្តីសង្ឃឹមតែមួយគត់របស់នាងគឺត្រូវទៅត្រង់ទៅបុរសនោះគាត់បានប្រាប់នាងថាគាត់ភ្លេចឧបករណ៍ជំនួយការស្ដាប់របស់គាត់ហើយបានសុំឲ្យនាងមកកាន់តែចិត្តដើម្បីឲ្យគាត់អាចឬនាងយឺតតែចូលទៅចិត្តសាក់លបងប្រសិនបើគាត់អាចជានាងពួកគេមកចិត្តដល់ហើយស្ទើរតែថើបគ្នាទាំងពីរឡើងក្រហមបេះដូងកំពុងប្រណាំងភ្លាមនោះជំនួយការបានហើយឡើងពីចម្ងាយភ្លាមនោះម្ចាស់បានប្រាប់ជំនួយការបន្ថយសំឡេងគាត់ច្បាស់ណាស់បានរវាពីចម្ងាយប៉ុន្តែនៅពេលដែលគាត់អះអាងថាគាត់នៅឆ្ងាយតែប៉ុន្មានហ្វីតប៉ុណ្ណោះនាងមិនអាចជឿពាក្យមួយម៉ាត់ទេដូច្នេះតើគាត់ពិតជាថ្លង់មែនទេ